Jipsu since they bong nhom từng pin nâng chỉ representative bậc cầm hồn CD Co Ltd đem mau pi bật tay Japan chẳng bong hay our investor nâng chúng mùi team con nâng cứ bộ quạt mặt phơi cà thì sơi tới có khơi tha bật tay dương sập ngày nâng cứ miên nơi bị bắt xe tật cạch chân tới bong ai chui bằng hang tha mùi là hai ấy tới để phơi ai nâng bị cà miên hàng chẳng bong cha mong tam bất bật tay cầm chia nhà ra là chỉ được kỳ lòi còn té về trong cõi ní sẽ tật cạchកំពុងប្រឈមមុខនឹងបញ្ហាច្រើនដូចជាបញ្ហាខ្វះតុល្យភាពពាណិជ្ជកម្មពឹងផ្អែកលើទំនិញនាំចូលហើយការផលិតផលនៅក្នុងស្រុកហ្នឹងមានកម្រិតទាបហើយទាំងនេះគឺជាបញ្ហាដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចយើងប៉ះពាល់ចាហ្នឹងហើយបងប៉ុន្តែក្រុមហ៊ុនរបស់ពួកយើងហ្នឹងគឺត្រូវការទទួលបានប្រាក់ចំណេញច្រើនប៉ុន្តែយើងក៏បានដឹងរួចហើយថាសេដ្ឋកិច្ចនៅកម្ពុជាបច្ចុប្បន្នវាបែបណាអញ្ចឹងតើបងអាចមានដំណោះស្រាយអីខ្លះដែលធ្វើឲ្យយើងជឿទុកចិត្តលើការវិនិយោគមួយហ្នឹងជំរាបសួរក៏ដូចជាអារម្មណ៍សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនិយាយអំពីបញ្ហានៃការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាស្របតាមការស្រាវជ្រាវបានបញ្ជាក់ថាមានកត្តាជាច្រើនដែលមានឥទ្ធិពលទៅលើ GDP របស់ប្រទេសកម្ពុជាប៉ុន្តែកត្តាដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺករណីខុសឬករណីចរន្តតាមការស្រាវជ្រាវបានបញ្ជាក់ថានៅឆ្នាំ2020 GDP របស់ប្រទេសកម្ពុជាបានធ្លាក់ចុះពីជាកំហុតហើយបន្ទាប់ពីការធ្វើតេស្តរួចមកយើងក៏ទទួលបានលទ្ធផលថាទំនាក់ទំនងរវាង GDP និង current account ឬ current account គឺជាទំនាក់ទំនងអវិជ្ជមានមានន័យថាបើអនុភាពនៃ current account កាន់តែកើន GDP របស់ប្រទេសកម្ពុជាកាន់តែថយចុះផ្ទុយទៅវិញបើអនុភាពនៃ current account កាន់តែថយចុះ GDP របស់ប្រទេសកម្ពុជាកាន់តែកើនដែរតាមរយៈការស្រាវជ្រាវតទៅមុខទៀតបានឲ្យដឹងថាមូលហេតុចម្បងដែលធ្វើឲ្យមានដែលនាំឲ្យមានអនុភាពនៃកណ្ដាលចរន្តគឺ trade ឬការនាំចេញនាំចូលពីព្រោះប្រទេសកម្ពុជាចូលចិត្តការនាំចូលជាជាងការនាំចេញជាក់ស្ដែងអាជីវករនៅប្រទេសកម្ពុជាផ្ទាល់សប្តាហ៍ថ្ងៃក៏ចូលចិត្តការនាំចូលជាជាងផលិតផលក្នុងស្រុកព្រោះពួកគាត់គិតថាផលិតផលក្នុងស្រុកមានតម្លៃថ្លៃនិងមិនមានគុណភាពដល់ផលិតផលយកចូលតែមានដំណោះស្រាយអ្វីខ្លះទៅដើម្បីកាត់បន្ថយអនុភាពនៃកណ្ដាលចរន្តដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាប្រសើរឡើងវិញដំណោះស្រាយចម្បងគឺការកាត់បន្ថយការនាំចូលហើយគ្រប់គ្រងឲ្យមានកំណើននៃការនាំចេញផលិតផលក្នុងស្រុកជួយលើកកម្ពស់ផលិតកម្មក្នុងស្រុកជំរុញលទ្ធភាពនិងគ្រប់គ្រងសមតុល្យភាពពាណិជ្ជកម្មគោលនយោបាយ3ក្នុងការដោះស្រាយដំណោះស្រាយនេះឲ្យមានប្រសិទ្ធភាពគឺគោលនយោបាយទី1គឺកំណត់ឧស្សាហកម្មក្នុងស្រុកមួយចំនួនដែលអាចផលិតបាននៅក្នុងស្រុកជាជាងការទិញពីក្រៅប្រទេសដែលជាការលើកទឹកចិត្តនិងអនុវត្តផលិតផលក្នុងស្រុកមួយវិញទៀតការនាំចូលផលិតផលពីប្រទេសជិតខាងធ្វើឲ្យអត្រាការប្រាក់ធ្លាក់ចុះគោលនយោបាយទី2គឺការប្រើរនាំពាណិជ្ជកម្មដូចជាការដំឡើងពន្ធគយការដាក់គោលការណ៍លើទំនិញនាំចូលធ្វើឲ្យទំនិញទាំងនោះមានតម្លៃថ្លៃជាងបើប្រៀបធៀបទៅនឹងទំនិញក្នុងស្រុកប៉ុន្តែគោលនយោបាយមួយនេះអាចផ្ដល់ផលប៉ះពាល់ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិដោយយើងគួរគិតពិចារណាឲ្យមានច្បាស់លាស់មុនពេលដែលយើងអនុវត្តចំណែកឯគោលនយោបាយទី3គឺការគ្រប់គ្រងស្តង់ដារគុណភាពផលិតផលក្នុងស្រុកជាកត្តាសំខាន់ដែលជួយបង្កើនកេរ្តិ៍ឈ្មោះផលិតផលក្នុងស្រុកហើយការបំពេញស្តង់ដារអន្តរជាតិត្រឹមត្រូវធ្វើឲ្យផលិតផលក្នុងស្រុកមានភាពទាក់ទាញទៅដល់អ្នកប្រើប្រាស់ជាពិសេសការកាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូលគោលនយោបាយទាំង3នេះអាចជាវិធានការអនុវត្តបានក្នុងការដោះស្រាយបញ្ហាទាំងលើនេះប៉ុន្តែនៅមានកត្តាផ្សេងៗទៀតដែលអាចមានផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចកម្ពុជាយើងតែរចនាអាចជួយមានក្នុងបកស្រាយបន្តទៀតបាន 2,000 years later តាមពិតទៅទំនាក់ទំនងរវាងគណនេយ្យច្រើននិងកំណត់ផលិតកម្មក្នុងស្រុកនៃការបានតែពីការនាំចេញនិងការនាំចូលតែមួយទេ
ប៉ុន្តែវាមានហេតុការណ៍ផ្សេងៗជាច្រើនទៀតដែលធ្វើឲ្យមានតំណែងតំណងរវាងកណែច្រើននិងផលិតកម្មក្នុងស្រុកសរុបដូចជាការចំណាយរបស់រដ្ឋាភិបាលនៅពេលដែលរដ្ឋាភិបាលធ្វើការវិនិយោគទៅលើការសាងសង់ស្ពានផ្លូវថ្នល់សាលារៀនមន្ទីរពេទ្យនិងកម្មវិធីផ្សេងៗនោះវាបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាឲ្យមានការងារកាន់តែច្រើនជាងមុនហើយនឹងធ្វើឲ្យវិស័យសេដ្ឋកិច្ចកាន់តែមានភាពរីកចម្រើនជាងមុនដូចជានៅពេលដែលរដ្ឋាភិបាលធ្វើការសាងសង់ផ្លូវស្ពាននឹងធ្វើឲ្យមានការដឹកជញ្ជូនកាន់តែមានភាពងាយស្រួលជាងមុនដូចនេះការចំណាយរបស់រដ្ឋាភិបាលគឺជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យមានកម្លាំងប្រកម្មក្នុងស្រុកសរុបនិងទី2នៅពេលដែលមានការវិនិយោគទុននៅក្នុងស្រុកនិងពីបរទេសទុនទាំងអស់នោះនឹងធ្វើឲ្យវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមានភាពរឹងមាំជាងមុនហើយប្រជាជននៅក្នុងប្រទេសកម្ពុជាកាន់តែមានការងារច្រើនជាងមុនដូចជាអ្នកចង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជានោះធ្វើឲ្យប្រជាជននៅក្នុងប្រទេសកម្ពុជាមានការងារធ្វើហើយសេដ្ឋកិច្ចក្នុងកម្ពុជាកាន់តែរីកចម្រើនជាងមុនទៀតទី3វិស័យទេសចរប្រទេសកម្ពុជាមានវិស័យទេសចរខ្លាំងតែអ្នកទេសចរដែលមកលេងនៅក្នុងប្រទេសកម្ពុជាគឺផ្ដោតចំណូលផ្ទាល់ទៅលើសេវាកម្មដូចជាសណ្ឋាគារហាងអាហារនិងសេវាកម្មដឹកជញ្ជូនផ្សេងៗនិងទី4កម្លាំងការងារនិងផលិតភាពកម្មករនៅពេលដែលកម្មករមានជំនាញនិងផលិតភាពខ្ពស់នឹងធ្វើឲ្យអាជីវកម្មកាន់តែមានភាពរីកចម្រើននិងមានចំណូលច្រើនដូចនេះកម្លាំងជំនាញរបស់កម្មករនឹងធ្វើឲ្យមានផលប៉ះពាល់ទៅលើកម្លាំងផលិតកម្មក្នុងស្រុកទី5ហេតុការណ៍ផ្សេងៗដែលកើតឡើងនៅក្រៅប្រទេសដូចជាព្រឹត្តិការណ៍នៅក្នុងសកលលោកក៏ហេតុការណ៍ដូចជាជំងឺរាតត្បាតតម្លៃប្រេងនិងភាពយន្តសេដ្ឋកិច្ចនៅសកលលោកដូចជានៅក្នុងឆ្នាំ2020ដល់2021គឺមានជំងឺរាតត្បាតមួយដែលហៅថា COVID-19 ដែលធ្វើឲ្យវិស័យសេដ្ឋកិច្ចនៅលើពិភពលោកមានការធ្លាក់ចុះនិងទី6ការចំណាយរបស់ប្រជាពលរដ្ឋនិងការវិនិយោគឯកជននៅពេលដែលប្រជាពលរដ្ឋធ្វើការចំណាយនៅក្នុងស្រុកនិងវិនិយោគនៅក្នុងស្រុកនោះនឹងធ្វើឲ្យអាជីវកម្មនៅក្នុងស្រុកកាន់តែមានភាពរីកចម្រើននិងប្រជាជនមានការងារធ្វើហើយសេដ្ឋកិច្ចក៏កាន់តែមានភាពរីកចម្រើនជាងមុនដូចនេះប្រជាជននៅពេលដែលចំណាយនៅក្នុងស្រុកកាន់តែច្រើននឹងធ្វើឲ្យមានកម្លាំងប្រកាន់ក្នុងស្រុកកាន់តែច្រើនដូចនេះនៅពេលដែលអ្នកខ្ញុំមកវិនិយោគនៅក្នុងប្រទេសកម្ពុជាអ្នកគួរតែយល់ដឹងពីទំនាក់ទំនងរបស់កណិចកម្មបច្ចុប្បន្ននៅកម្លាំងប្រកាន់ក្នុងស្រុកដែលមានការនាំចេញនាំចូលមានការចំណាយរបស់រដ្ឋាភិបាលមានវិស័យទេសចរនិងកត្តាផ្សេងៗជាច្រើនទៀតដែលមានពាក់ព័ន្ធដែលធ្វើឲ្យសេដ្ឋកិច្ចកាន់តែមានភាពរីកចម្រើនដួងច័ន្ទអើយរះខ្ពស់នៅឆ្ងាយសន្លឹមស្រញញឹមក៏ប្រឹងដូចវងភាំងស្រីពេលឃើញភ្លៀមចិត្តរៀមលោកគួចមេត្រីអូនល្អលើស្រីផុតនិស័យបងប្រាថ្នាตัวทรงนมแหละสนដំណោះស្រាយចម្បងនោះការចំណុចទី2បងសូមម្ដងទៀត